ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបចាសស័កសៀងទៅស័កស្រូវជាមួយសៀងចាអ៊ីស័កស្រៀងរបៀបនេះអាមេរិកបងប្អូនចាទៅស័កនេះ1ផោន$3ណាញចាគូសំដែរខ្វះតែម៉ាស៊ីនទេ4ដុល្លារហើយ6ទៅស័កនេះអស់ជិត$11បងប្អូនចាយើងធ្វើម៉េចស្រុកនៅនេះវាថ្លៃវាអត់មានអញ្ចឹងប៉ុណ្ណាក៏ទិញញ៉ាំដែរបងប្អូនចាមានអីយកមកកាត់មកបានចិត្តមកកធុនទេតាបងប្អូនហើយមកត្រាំលាងទឹកក៏អស់ជ័រមកព្រោះអីតសក់វាកាត់ថ្មីហ្នឹងជ័រច្រើនណាបងប្អូនចាបន្ទាប់មកយើងលាងដាក់ឲ្យវាស្រស់ទឹកមកណាចាបន្ទាប់មកខ្ញុំក៏រៀបចំដាំទឹកស្ករដាំអីបងប្អូនយកមកចាវគ្រឿងផ្សំនេះគឺមានសៀងមានស្ករហើយខ្ញុំមានទឹកសៀងដបដែរបងប្អូនហើយទៅខ្ញុំមានខ្ទឹមមានម្ដេងហើយនឹងអំបិលចាបន្ទាប់មកយើងដាំវាពុះមកបងប្អូនហើយថែមប៊ីចេងទៅបើសិនជាបងប្អូនញ៉ាំប៊ីចេងចាហើយយើងដាំវាពុះទៅយើងចាក់តសក់ចូលទាំងពុះហ្នឹងបងប្អូនចាបន្ទាប់មកហ្នឹងយើងស្រង់វាចេញចាចាក់ដូចជា1នាទីបងប្អូនខ្ញុំស្រង់ចេញទុកតសក់ហ្នឹងឲ្យត្រជាក់ហើយទឹកស៊ុបហ្នឹងទឹកស៊ុបចាគឺទឹកជ្រក់ហ្នឹងគឺយើងទុកឲ្យត្រជាក់ដែរមកបងប្អូនហើយចាំយកមកចាក់ចូលកាយរៀបទុកចេះមករួចរាល់ហើយបងប្អូននេះទុកតែ2យប់ហ្នឹងជូរបានញ៉ាំហីបងប្អូន